ជំរាបសួរខ្ញុំឈ្មោះក្លឹមសេជាអ្នករៀបចំទេសចរអំណានដោយម៉ូតូ25រាជធានីខេត្តក្រុងទេសចរអំណានដោយម៉ូតូនៅក្នុងក្រុងស្ទឹងត្រែងនេះពិតជាពិសេសមែនទែនដោយសារតែមានអ្នកអានច្រើនតាំងពីថ្ងៃទី1តែម្ដងហើយរហូតមកដល់ថ្ងៃនេះគឺអ្នកអានកើនដល់ជិត500នាក់ហើយបងប្អូនជុំវិញត្រីប៉ាសេអ៊ីនេះគឺសុទ្ធតែជាអ្នកអានតែម្ដងច្រើនមែនទែននៅក្នុងក្រុងស្ទឹងត្រែងនេះហើយកាន់តែពិសេសនៅពេលដែលមានថ្នាក់ដឹកនាំលោកអភិបាលខេត្តលោកចូលរួមជំរុញក៏ដូចជាលើកទឹកចិត្តយុវជននៅក្នុងខេត្តរបស់លោកឲ្យចាប់អានសភៅនេះអំណាចនៅទីសាធារណៈនេះល្អមែនទែនគឺមានការចូលរួមច្រើនពីសាធារណជនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងនៅនេះគឺគ្រួសារមកកុំកូនមកអានសភៅនៅទីសាធារណៈជុំវិញសួនត្រីប៉ាសេអ៊ីនេះរង្វង់មូលហ្នឹងសុទ្ធតែជាអ្នកអានហើយពិសេសមែនតើខ្ញុំសប្បាយចិត្តនៅពេលដែលឃើញសកម្មភាពនៃការចូលរួមអានសភៅនៅទីសាធារណៈលើកកម្ពស់ការអាននៅក្នុងស្រុករបស់យើងហើយប្រជាពលរដ្ឋយើងឥឡូវពិតជាមានការយល់ដឹងច្រើនមែនទែនហើយជាពិសេសគឺពួកគេជួយចិត្តអានសភៅមិនថានៅផ្ទះនៅបណ្ណាល័យឬក៏នៅទីសាធារណៈអីទេសិតតែជួយចិត្តអានទាំងអស់នៅក្នុងខេត្តស្ទឹងត្រែងនេះលោកអភិបាលខេត្តពិតជាយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះប្រជាពលរដ្ឋក្នុងខេត្តរបស់លោកលើកកម្ពស់ជំរុញទឹកចិត្តយុវជនឲ្យអានសភៅហើយឆាប់ហ្នឹងលោកក៏គ្រងនឹងរៀបចំឡានអំណានចល័តនៅក្នុងខេត្តរបស់លោកដែរហើយនេះគឺជាដំណឹងល្អមែនទែននៅក្នុងនាមខ្ញុំជាអ្នករៀបចំអំណានហើយចង់លើកកម្ពស់ការអាននៅក្នុងស្រុករបស់យើងហើយមានការចូលរួមលើកទឹកចិត្តក៏ដូចជាជ្រោមជ្រែងចូលរួមទាំងកម្លាំងកាយកម្លាំងចិត្តពីថ្នាក់ដឹកនាំអញ្ចឹងធ្វើឲ្យខ្ញុំជាម៉ូតូ25រាជធានីខេត្តក្រុងនេះអត់មានភាពនឿយហត់នឿយណាយទេនៅពេលដែលឃើញការចូលរួមជ្រោមជ្រែងខ្វល់ខ្វាយហើយខ្នះខ្នែងពីថ្នាក់ដឹកនាំធំនៅក្នុងប្រទេសក៏ដូចជានៅក្នុងខេត្តស្ទឹងត្រែងនេះផ្ទាល់លោកជំរុញទឹកចិត្តមែនតើហើយកាន់តែពិសេសជាងនេះទៀតបងប្អូននៅពេលដែលខ្ញុំចូលមកដល់ក្រុងស្ទឹងត្រែងថ្ងៃទី2ក៏លោកអភិបាលខេត្តបានខ្នះខ្នែងរកកន្លែងដេកស្ថាគារអាហារហូបចុកឲ្យខ្ញុំនៅប្រហែលថ្ងៃក៏បានដែរគឺលោកទទួលខុសត្រូវទាំងអស់ហើយក៏បានចូលរួមជាមួយនឹងទេសចរអំណានជាកញ្ចប់ថវិកាចំនួន1លានរៀលទៀតអញ្ចឹងខ្ញុំពិតជាអរគុណនៅទឹកចិត្តរបស់លោកអភិបាលខេត្តមែនទែនជាមួយនឹងការគ្រប់គ្រងការលើកទឹកចិត្តយុវជននៅក្នុងប្រទេសឲ្យមានកម្លាំងចិត្តធ្វើកិច្ចការសង្គមបន្តនេះខ្ញុំអាចធ្វើបានត្រឹមតែការចែករំលែកសភៅនៅទីសាធារណៈហើយខ្ញុំចង់ឃើញនៅទីសាធារណៈគឺមានអ្នកកាន់អានសភៅមិនមែនគ្រាន់តែជាទូរស័ព្ទមិនមែនគ្រាន់តែជាការកាន់ទូរស័ព្ទនោះទេកាន់សភៅផងដែរអរគុណថ្ងៃនេះសម្រាប់រូបខ្ញុំក៏ដូចជាជាបរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងពិតជាមានក្តីត្រេកអរដល់ក្រៃលែងដែលបងប្អូនស្រីបាននាំយកនៅសភៅសម្រាប់ជាបរដ្ឋសិស្សនិស្សិតរបស់យើងតែលោកកំពុងតែអាននេះសម្រាប់ខ្ញុំគិតថាគឺជាកម្មវិធីមួយពិសេសណាស់ដោយបច្ចុប្បន្ននេះយើងឃើញថាមនុស្សភាគច្រើនគឺកាន់ទូរស័ព្ទលេងទូរស័ព្ទកម្រនឹងឃើញកាន់សភៅជាប់ណាស់មិនថាអ្នកកំពុងរៀនឬក៏អ្នករៀនចប់ហើយទេចឹងហើយឱកាសដែលយើងបានអង្គុយអានសភៅនេះវាជាឱកាសមួយដ៏កម្រហើយទោះណាដែលពេលវេលានៃការអាននេះវាមិនបានគ្រប់ជ្រុងជ្រោយក៏ពិតមែនប៉ុន្តែក៏ជាគំរូល្អសម្រាប់បង្ហាញទៅបងប្អូនដែលកំពុងសិក្សាពេលវេលាណាក៏យើងអាចកាន់សភៅអានបានដែរហើយមួយទៀតសម្រាប់ដូចរូបយើងដែលបានបញ្ចប់បឋមសិក្សាឬក៏ចប់ឧត្តមសិក្សាយើងគិតថាអស់ការសិក្សាអស់ពេលវេលាអានអស់ពេលវេលាមើលទៅអត់ទេការសិក្សាការមើលគឺជាអាហារមួយសម្រាប់ឧបត្ថម្ភខួរក្បាលរបស់យើងនឹងឲ្យមានភាពឆ្លាតឆ្លៀសវៃហើយដោះស្រាយរាល់បញ្ហាដែលវាកើតឡើងសម្រាប់ជីវិតរបស់យើងដែរក៏ចប់ឧត្តមសិក្សាយើងគិតថាអស់ការសិក្សាអស់ពេលវេលាអានអស់ពេលវេលាមើលទៅអត់ទេការសិក្សាការមើលគឺជាអាហារមួយសម្រាប់ឧបត្ថម្ភខួរក្បាលរបស់យើងនឹងឲ្យមានភាពឆ្លាតឆ្លៀសវៃហើយដោះស្រាយរាល់បញ្ហាដែលវាកើតឡើងសម្រាប់ជីវិតរបស់យើងដែរបាទហើយសូមជូនពរឲ្យបងប្អូនស្រីមានសុខភាពល្អហើយសូមឲ្យដំណើរបេសកកម្មការនាំយកនៅសភៅសម្រាប់ទៅខេត្តផ្សេងទៀតសូមឲ្យបងប្អូនជោគជ័យក្នុងភារកិច្ចនេះបាទសូមអរគុណ
Tempo ព័ត៌មានថ្មីគ្រប់វិនាទី